តើអ្នកជឿទេមានទីក្រុងមួយដែលអ្នកនឹងមនុស្សសំឡេងម៉ាស៊ីនឡានមិនឃើញការកកស្ទះចរាចរណ៍ហើយមនុស្សភាគច្រើនធ្វើដំណើរដោយទូកឬដើរថ្មីជេងទីក្រុងនេះទាក់ទាញភ្ញៀវទេសចររាប់លានអ្នកជារៀងរាល់ឆ្នាំតើទីក្រុងនោះនៅឯណាហើយហេតុអ្វីបានជាគ្មានឡានទីក្រុងនេះមានឈ្មោះថាវេននីសស្ថិតនៅភាគឦសាននៃប្រទេសអ៊ីតាលីទីក្រុងវេននីសត្រូវបានសាងសង់លើកោះតូចៗជាង100កោះដែលភ្ជាប់គ្នាដោយស្ពានជាង400និងប្រឡាយទឹកជាង170ដោយសារតែផ្លូវភាគច្រើនជាប្រឡាយទឹកទីក្រុងនេះមានទេសភាពខុសប្លែកពីទីក្រុងដទៃទៀតនៅលើពិភពលោកនៅទីនេះមនុស្សភាគច្រើនធ្វើដំណើរដោយដើរថ្មីជេងឬជិះទូកសាធារណៈដែលគេហៅថា Vaporetto គឺជាមធ្យោបាយដឹកជញ្ជូនសំខាន់បំផុតចំណែកទូក Gondola វិញគឺជានិមិត្តសញ្ញាដ៏ល្បីរបស់វេននេះដែលភ្ញៀវទេសចរចូលចិត្តជិះដើម្បីទស្សនាទេសភាពសូម្បីតែទូកសង្គ្រោះបន្ទាន់ទូកប៉ូលីសនិងទូកពន្លត់អគ្គិភ័យក៏ប្រើប្រឡាយទឹកជាផ្លូវធ្វើដំណើរផងដែរតើវេននេះពិតជាគ្មានឡានទាំងស្រុងមែនទេការពិតគឺមិនមែនទាំងស្រុងទេតំបន់ប្រវត្តិសាស្ត្រកណ្ដាលរបស់ទីក្រុងវេននេះមិនអនុញ្ញាតឲ្យមានរថយន្តព្រោះផ្លូវភាគច្រើនជាប្រឡាយទឹកនិងផ្លូវថ្មតូចៗប៉ុន្តែតំបន់មេស្រែកដែលស្ថិតនៅលើដីគោកនិងជាផ្នែកមួយនៃទីក្រុងវេននេះនៅតែមានរថយន្តធ្វើដំណើរធម្មតាដូច្នេះពេលគេនិយាយថាវេននេះជាទីក្រុងគ្មានឡានគឺសំដៅលើតំបន់ប្រវត្តិសាស្ត្រកណ្ដាលរបស់ទីក្រុងហេតុអ្វីបានជាទីក្រុងវេននេះល្បីល្បាញវេននេះមានប្រវត្តិជាង1500ឆ្នាំទីក្រុងនេះល្បីដោយសារប្រឡាយទឹកដ៏ស្រស់ស្អាតស្ពានបុរាណទូក Gondola និងអគារដែលមានស្ថាបត្យកម្មបែបបុរាណជារៀងរាល់ឆ្នាំមានភ្ញៀវទេសចររាប់លានអ្នកមកទស្សនាទីក្រុងនេះគួរឲ្យភ្ញាក់ផ្អើលអាហារសម្ភារៈនិងទំនិញផ្សេងក៏ត្រូវដឹកជញ្ជូនតាមទូកផងដែរជីវិតប្រចាំថ្ងៃរបស់អ្នកស្រុកស្ទើរតែពឹងផ្អែកលើប្រឡាយទឹកទាំងស្រុងប៉ុន្តែទោះជាយ៉ាងនេះក៏ដោយវេននេះកំពុងប្រឈមនឹងបញ្ហាទឹកជំនន់និងការកើនឡើងនៃកម្ពស់ទឹកសមុទ្រដើម្បីការពារទីក្រុងប្រវត្តិសាស្ត្រនេះរដ្ឋាភិបាលអ៊ីតាលីបានអនុវត្តគម្រោងជាច្រើនដូចជាប្រព័ន្ធទ្វារទប់ទឹកសមុទ្រតើអ្នកចង់ទៅលេងទីក្រុងដែលគ្មានឡាននេះដែរឬទេសូមខមមិនប្រាប់ខ្ញុំថាចង់ឬក្អត់បើអ្នកចូលចិត្តវីដេអូបែបចំណេះដឹងអំពីពិភពលោកសូមកុំភ្លេចចុច Like Subscribe និង Share ដើម្បីគាំទ្រ Channel របស់យើងអរគុណសម្រាប់ការទស្សនាហើយជួបគ្នានៅវីដេអូបន្ទាប់